នេះជាព័ត៌មានដែលខ្ញុំចង់ចែករំលែកដល់បងប្អូននៅប្រជាជនខ្មែរយើងទាំងអស់គ្នាដែរមានថាតែគាត់ទៅដល់លេងនៅទីណាក៏ដោយតែព័ត៌មាននេះបានកើតឡើងនៅប្រទេសថៃនៅឆ្នាំ2025ថ្មីនឹងដែរទេគឺតាមរយៈភ្ញៀវទេសចរនិយាយទៅថៃគឺល្បីអារឿង scam ប្រជាជនដែលទៅលេងនៅនឹងហ្មងគេហៅ scam tourist អញ្ចឹងណាហើយអានឹង scam តាមរយៈ overcharge នៅប្រើ credit card អានឹងហើយអានឹងកើតឡើងនៅផ្សារសានដែលទឹកគេនឹងតម្លៃគឺវា cover over លើសពីតម្លៃដើមអញ្ចឹងនៅពេលអ្នកទាំងអស់គ្នាធ្វើដំណើរទៅលេងនៅណាក៏ដោយគឺត្រូវតែ double check តម្លៃឲ្យច្បាស់ជាពិសេសនៅថៃគឺសម្បូរណាស់រឿង scam ប្រជាជនដែលទៅដល់លេងគេហៅ scam tourist ហ្នឹងណារហូតដល់មានការឆ្លោះប្រកែកគ្នាទៅគេព្រម return មកវិញតែម្ចាស់ credit card ហ្នឹងគាត់បាននិយាយថានៅ Prudential Bank ហ្នឹងគឺអត់ទទួលបានអ្វីទាំងអស់ដោយសារតែធនាគារនៅថៃគឺគេអត់ធ្វើឲ្យទាំងអស់មានន័យថាគេហូរលុយនឹងហ្មងអាហ្នឹង scam ដោយចំធួអញ្ចឹងពេលដែលយើងប្រើប្រាស់លុយផ្សេងៗក៏យើងត្រូវប្រុងប្រយ័ត្នដូចគ្នាហើយព័ត៌មាននេះសម្បូរណាស់នៅថៃអញ្ចឹងប្រុង